เคยมีส่วนละปูตรงนี้ปูខ្ញុំមកពីខាងអង្គការគណៈនៃភាពកម្ពុជាខាងនេះខ្ញុំមានកិត្តិយសដែលលពូបានផ្ដល់ពេលវេលាខ្ញុំបានចូលរួមសម្ភាសដោយលពូបានដឹងហើយនយោបាយនៅប្រទេសកម្ពុជាយើងជារៀងរាល់ឆ្នាំនៅពេលដែលគាត់ចាប់ដើមបោះឆ្នោតគាត់តែងតែចង់បានស្លឹកឆ្នោតពីប្រជាពលរដ្ឋអ្នកខ្លះសន្យាធ្វើនេះធ្វើនោះហើយនៅពេលដែលគាត់បោះឆ្នោតឈ្នះហើយអ្នកខ្លះដែលឈ្នះឆ្នោតហ្នឹងអាចធ្វើបានខ្លះហើយអ្នកដែលចាញ់ឆ្នោតហ្នឹងគឺពេលខ្លះគឺអត់បានធ្វើអីសោះហើយប្រជាពលរដ្ឋជាទូទៅអ្នកដែលរងចាំសេវាការគ្រប់គ្រងពីរដ្ឋដូចជាទឹកភ្លើងសាលារៀនផ្លូវថ្នល់ឡាក់តែមិនទទួលបាននៅអ្វីដែលខ្លួនឯងពេញចិត្តឬចង់បានទេការបាត់បង់ថវិកាជាតិក្នុងមួយឆ្នាំអស់រាប់ពាន់លានដុល្លារហើយដល់សប្តាហ៍ថ្ងៃប្រទេសយើងត្រូវបានស្ថិតនៅក្នុងលំដាប់ថ្នាក់ជាប្រទេសក្រីក្រនៅឡើយខ្ញុំចង់ជម្រាបសួរលោកពូទាំងពីរថាតើលោកពូមានមតិយោបល់អីខ្លះសម្រាប់ផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ2017នេះតើលោកពូចង់ឃើញអ្នកនយោបាយឬក៏ដូចជាប្រជាពលរដ្ឋនឹងចេះទាមទារឲ្យបេក្ខជនគណៈបកនយោបាយផ្សេងចូលរួមប្រកាសទ្រព្យសម្បត្តិមុនការបោះឆ្នោតដែរទេបាទសូមអរគុណក្មួយខ្ញុំគឺមានសេចក្តីរីករាយណាស់ចំពោះសំណួរនេះការប្រកាសទ្រព្យសម្បត្តិមុនចូលកាន់តំណែងជាមេឃុំចៅសង្កាត់ឬក៏ក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងមានសារៈសំខាន់ចំពោះខ្ញុំគឺ2ទី1បង្ហាញពីភាពស្មោះត្រង់និងសុចរិតភាពរបស់មន្ត្រីដែលចូលឈ្មោះដើម្បីកាន់តំណែងសាធារណៈហ្នឹងចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានហើយទី2គឺចង់បញ្ជាក់ពីការអភិវឌ្ឍនៅក្នុងឃុំសង្កាត់ការប្រកាសទ្រព្យសម្បត្តិមុនចូលកាន់តំណែងហ្នឹងបានបញ្ជាក់ថាវាជាម៉ែត្រវាស់ស្ទង់ថាយើងមុននឹងចូលកាន់តំណែងជាមេឃុំចៅសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងមានប្រាក់ប្រមាណហើយបើសិនជាអ្នកដែលមិនស្មោះត្រង់គឺនៅពេលដែលចប់អាណត្តិឃុំសង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនហ្នឹងគឺទ្រព្យសម្បត្តិរបស់ខ្លួនហ្នឹងនឹងមានការរីកចម្រើនគឺថាមានច្រើនជាងពីភាពមិនប្រក្រតីហ្នឹងគឺថាមាននៅក្នុងហ្នឹងអញ្ចឹងភាពមិនប្រក្រតីនេះហើយគឺយើងអាចនិយាយបានថាមកពីមូលហេតុនៃអំពើពុករលួយហើយខ្ញុំបញ្ជាក់មិញថាគឺការអភិវឌ្ឍយ៉ាងម៉េចបើកាលណាមានអំពើពុករលួយថវិការបស់ឃុំសង្កាត់មានន័យថាថវិការបស់ឃុំសង្កាត់ហ្នឹងគឺថវិការបស់មូលដ្ឋានដែលឃុំសង្កាត់អាចរកបានដោយខ្លួនឯងហ្នឹងមួយផ្នែកហើយនឹងថវិកាពីវិភាគរបស់រាជរដ្ឋាភិបាលមួយផ្នែកឥឡូវខ្ញុំនិយាយថាគ្រាន់តែថវិកាគឺថាមូលនិធិគឺលុយចំណូលចឹងនោះទៅដែលបានមកពីឃុំសង្កាត់បើតាមគោលនយោបាយរបស់គណៈបក្សសង្គ្រោះជាតិថានឹងផ្ដល់ជូនឃុំសង្កាត់គឺ$500,000ក្នុងមួយឆ្នាំក្នុងឃុំសង្កាត់នីមួយអញ្ចឹងឃុំសង្កាត់នេះបើសិនជាក្រុមប្រឹក្សាឃុំសង្កាត់ឬមេឃុំចៅសង្កាត់ដែលជាប់ឆ្នោតហើយនោះយកប្រាក់ទាំងអស់ហ្នឹងទៅអភិវឌ្ឍឃុំសង្កាត់ឲ្យអស់លទ្ធភាពប្រាក់ហ្នឹងគឺថាឃុំសង្កាត់មានការរីកចម្រើនទៅតាមភាពសមស្របនៃថវិកាហ្នឹងបានប៉ុន្តែបើសិនជាមេឃុំចៅសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគាត់យកលុយហ្នឹងមកផ្នែកដាក់ចូលក្នុងកប៉ៅរបស់គាត់អញ្ចឹងគឺការអភិវឌ្ឍឃុំសង្កាត់ហ្នឹងគឺថាត្រូវថយមកកម្រិតហ្នឹងហើយបើគាត់យកច្រើនបានន័យថាការអភិវឌ្ឍគ្មានម្ដងហើយបើសិនជាគាត់យកតិចការអភិវឌ្ឍមានខ្លះប៉ុន្តែដល់កម្រិតទេប៉ុន្តែបើគាត់ស្អាតស្អំការអភិវឌ្ឍហ្នឹងដល់កម្រិតរបស់ដែលការចង់បានរបស់ប្រជាពលរដ្ឋយើងតាមលទ្ធភាពហ្នឹងទៅអាហ្នឹងគឺសំខាន់ដូច្នេះហើយចឹងបានខ្ញុំសូមអំពាវនាវសាជាថ្មីម្ដងទៀតសូមឲ្យអ្នកដែលចូលឈ្មោះបេក្ខជនចូលឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់មេត្តាប្រកាសទ្រព្យសម្បត្តិរបស់ខ្លួននឹងដោយតម្លាភាពហើយដោយស្ម័គ្រចិត្តដើម្បីជាការវាស់ស្ទង់នៅពេលដែលយើងចូលកាន់តំណែងជាក្រុមប្រឹក្សាឃុំសង្កាត់ប៉ុណ្ណឹងពូចង់ជម្រាបសួរលោកពូដែរថាសប្តាហ៍មានបញ្ហាពីរដែលគេលើកឡើងបញ្ហាទី1អ្នកនយោបាយភាគច្រើនគេនិយាយថាគេនឹងប្រកាសទ្រព្យសម្បត្តិនៅពេលដែលគេជាប់ឆ្នោតប៉ុន្តែ20ឆ្នាំកន្លងមក
ការបង្កើតទ្រព្យសម្បត្តិគឺអនុវត្តដាក់ក្នុងស្របសម្បត្តិអញ្ចឹងមានអ្នកនយោបាយមួយក្រុមភាគតូចគាត់គិតថាគាត់ព្យាយាមធ្វើការបង្កើតទ្រព្យសម្បត្តិមុនការបោះឆ្នោតមុនពេលដែលគាត់ឈ្នះឆ្នោតឬក៏កាន់តំណែងនៅក្នុងស្ថាប័នរដ្ឋផ្សេងតើពូគិតយ៉ាងម៉េចដែរនៅពេលដែលបេក្ខជនដែលគាត់ចូលរួមប្រកួតប្រជែងមុនពេលបោះឆ្នោតហើយគាត់ចាប់ផ្ដើមបង្កើតទ្រព្យសម្បត្តិជាសាធារណៈឲ្យប្រជាពលរដ្ឋបានដឹងឮអរគុណចំពោះសំណួរនេះខ្ញុំសូមបញ្ចាប់អារម្មណ៍បន្តិចពីរឿងច្បាប់ប្រឆាំងអំពើពុករលួយច្បាប់ប្រឆាំងអំពើពុករលួយគេអត់តម្រូវឲ្យអ្នកដែលប្រកាសទ្រព្យសម្បត្តិនឹងជាប្រកាសជាសាធារណៈទេខ្ញុំមានការសោកស្ដាយគួរណាតែរដ្ឋសភាលើកក្រោយធ្វើវិសោធនកម្មច្បាប់នេះឲ្យតម្រូវឲ្យអ្នកប្រកាសទ្រព្យសម្បត្តិនឹងប្រកាសជាសាធារណៈខ្ញុំជាលើកទី1ឲ្យប្រកាសជាទ្រព្យសម្បត្តិជាសាធារណៈខ្ញុំប្រកាសទៅតាមក្នុងបណ្ដាញសង្គមរបស់ Facebook របស់ខ្ញុំប្រកាសជាសាធារណៈខ្ញុំប្រកាសទៅតាមអង្គការផ្សេងហើយដែលខ្ញុំសូមធ្វើអំពាវនាវម្ដងទៀតសូមឲ្យអ្នកនយោបាយទាំងអស់ប្រកាសទ្រព្យសម្បត្តិជាសាធារណៈបន្តមកទៀតពីរឿងអ្នកនយោបាយផ្សេងតើត្រូវប្រកាសជាសាធារណៈមុនពេលបោះឆ្នោតឬអត់នេះមានជាសារៈសំខាន់បំផុតក្នុងអ្នកនយោបាយមួយជីវិតអ្នកនយោបាយមួយដើម្បីទាញការគ្រប់គ្រងពីប្រជាពលរដ្ឋដើម្បីទាញការគ្រប់គ្រងពីប្រជាពលរដ្ឋមានកត្តាជាច្រើនកត្តានៅពេលដែលទៅឃោសនាបោះឆ្នោតជាការធម្មតាទេយើងសន្យាជាមួយប្រជាពលរដ្ឋប៉ុន្តែយើងបញ្ចេញភាពស្មោះត្រង់របស់យើងភាពស្មោះត្រង់របស់យើងមានស្អីខ្លះការសម្ដីរបស់យើងនិយាយទៅគេជួនកាលគេជឿជួនកាលយើងមិនជឿដោយការសន្យាប៉ុន្តែយើងត្រូវបង្ហាញទៅតាមសកម្មភាពរបស់យើងសកម្មភាពមួយយ៉ាងអីសកម្មភាពដូចជាលើកឧទាហរណ៍ដូចជាប្រកាសទ្រព្យសម្បត្តិជាសាធារណៈនេះជាសកម្មភាពរបស់យើងបង្ហាញភាពស្មោះត្រង់ទៅមតិមហាជនបើយើងអាចធ្វើទៅបាននៅពេលមុនបោះឆ្នោតជាការល្អដើម្បីបង្ហាញទៅប្រជាពលរដ្ឋដើម្បីឲ្យគេទុកចិត្តយើងថាយើងមានភាពស្មោះត្រង់ទៅគេហើយឲ្យគេគ្រប់គ្រងយើងគេឲ្យផ្ដល់សម្លេងមករៀនពីរឿងពុករលួយនៅមូលដ្ឋានការពុករលួយនៅមូលដ្ឋានមានច្រើនកត្តាមិនមែនត្រឹមតែក្រុមប្រឹក្សាឃុំឬមួយឃុំនឹងមានបានចំពោះខ្លួនផ្ទាល់ខ្លួនទេមានឃុំនឹងអាចដឹកនាំនយោបាយនៅក្នុងឃុំពុករលួយឲ្យញាតិមិត្តសហព័ន្ធមិត្តភ័ក្តិគេមានបានចំនួនខ្លួនដើម្បីពេលខ្លួនចេញពីធ្វើមេឃុំអាចទាញទ្រព្យសម្បត្តិនឹងផ្ទាល់នេះជាការសំខាន់បំផុតត្រូវតែយើងគិតពិចារណាបំបត្តិភាពរបៀបនេះពីព្រោះមានភាគច្រើនអាចពុករលួយតាមរយៈហ្នឹងមិនមែនខ្លួនផ្ទាល់ទេដែលអាចមានបានគឺឲ្យទៅមិត្តភ័ក្តិឲ្យទៅគ្រួសារហៅសហព័ន្ធនឹងមានបានទៅដល់យើងឈប់ធ្វើមេឃុំមួយឆ្នាំពីរឆ្នាំយើងកេងប្រវ័ញ្ចទ្រព្យសម្បត្តិនឹងមកវិញហើយដូច្នេះដើម្បីឲ្យមានការស្មោះត្រង់ក្នុងការដឹកនាំឃុំនឹងខ្ញុំជឿថាខ្ញុំសុំថាក្រុមប្រឹក្សាឃុំទៅថ្ងៃមុខដឹកនាំឃុំនឹងដោយមានតម្លាភាពនេះហើយជាមូលដ្ឋានមួយក្នុងលទ្ធិប្រជាធិបតេយ្យបើយើងនិយាយថាយើងមានលទ្ធិប្រជាធិបតេយ្យយើងគ្មានតម្លាភាពយើងគ្មានទេលទ្ធិប្រជាធិបតេយ្យហើយដូច្នេះសូមឲ្យក្រុមប្រឹក្សាឃុំដែលជាប់ឆ្នោតនឹងមេត្តាដឹកនាំឃុំនឹងសង្កាត់នឹងឲ្យមានតម្លាភាពហើយប្រកាសទ្រព្យសម្បត្តិមុននឹងចូលកាន់នីតិក្រុមប្រឹក្សាឃុំអរគុណលោកពូខ្ញុំចង់សួរសំណួរចុងក្រោយតើលោកពូមានមតិយោបល់យ៉ាងម៉េចដែរសម្រាប់ការបោះឆ្នោតជាតិឆ្នាំ2018តើលោកពូជំរុញឬចង់លើកទឹកចិត្តឲ្យបេក្ខជនជាសមាជិកគណៈបកលោកពូឬគណៈបកផ្សេងចូលរួមប្រកាសទ្រព្យសម្បត្តិមុនពេលបោះឆ្នោតដែរទេព្រោះជាទូទៅអ្នកនយោបាយភាគច្រើនគេថាតើគេឈ្នះឆ្នោតទើបគេប្រកាសឡាក់តើលោកពូវិយោបល់យ៉ាងម៉េចដែរបាទជាការធម្មតាអ្នកនយោបាយដូចខ្ញុំនិយាយបាញ់មិញហ្នឹងយើងត្រូវទាញការគ្រប់គ្រងពីប្រជាពលរដ្ឋហើយដូច្នេះតាមខ្ញុំយល់ការដែលប្រកាសមុនប្រកាសក្រោយខ្ញុំជឿថាប្រកាសមុនមានឥទ្ធិពលជាងពីព្រោះប្រជាពលរដ្ឋគេឃើញយើងសកម្មភាពរបស់យើងច្បាស់លាស់មុននឹងការគេផ្ដល់សេចក្តីទុកចិត្តពីយើងមុននឹងគេបោះឆ្នោតយើងហើយដែលខ្ញុំសូមអំពាវនាវទៅគណៈបកផ្សេងសមាជិកបេក្ខជនផ្សេងរបស់បកគណៈបកយើងហ្នឹងគណៈបកសង្គ្រោះជាតិហ្នឹងមេត្តាធ្វើយ៉ាងម៉េចប្រកាសទ្រព្យសម្បត្តិខ្លួននៅពេលដែលបង្ហាញបេក្ខភាពមុនពេលបោះឆ្នោតហ្នឹងគង់ថាយើងជាប់ហើយក៏ប្រកាសមុនប្រកាសក៏អត់ខុសគ្នាដែរណាហើយដូច្នេះខ្ញុំជឿថាយើងទាំងអស់គ្នាយល់ដឹងពីផលប្រយោជន៍នៃការប្រកាសទ្រព្យសម្បត្តិជាសាធារណៈនេះគឺជាផលប្រយោជន៍មួយធំក្នុងជីវិតនយោបាយផលប្រយោជន៍ធំមួយដើម្បីប្រយោជន៍ជាតិដើម្បីទាញជំរុញឲ្យអ្នកនយោបាយដទៃទៀតប្រកាសទ្រព្យសម្បត្តិជាសាធារណៈដូចយើងដែរពីព្រោះគេខ្លាចប្រជាពលរដ្ឋគ្រប់គ្រងយើង
គេមិនប្រកាសទ្រព្យសម្បត្តិជាសាធារណៈប្រជាពលរដ្ឋមានការមិនទាល់សង្ស័យគេមិនផ្ដល់ការទុកចិត្តទៅបេក្ខជនផ្សេងទៀតហើយដូច្នេះខ្ញុំសង្ឃឹមថាបេក្ខជនគណៈបក្សសង្គ្រោះជាតិនឹងមានចក្ខុវិស័យមួយប្រកាសទ្រព្យសម្បត្តិជាសាធារណៈដើម្បីទាញការគ្រប់គ្រងពីប្រជាពលរដ្ឋចំពោះខ្ញុំការប្រកាសទ្រព្យសម្បត្តិមុនចូលកាន់តំណែងវាជាការល្អប្រសើរណាស់ហើយបង្ហាញពីសច្ចរិតភាពនិងភាពស្មោះត្រង់របស់ខ្លួនយើងចំពោះប្រជាជាតិចំពោះប្រជាពលរដ្ឋយើងផ្ទាល់តែម្ដងយើងដឹងហើយថានៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយគឺច្បាប់បានកំណត់ថាទាល់តែអ្នកនោះចូលកាន់តំណែងជាសមាជិករដ្ឋសភាក្តីសមាជិកពិតសភាក្តីតំណែងថ្នាក់នយោបាយឬក៏ក្រុមប្រឹក្សាគុំសង្កាត់អីជាប់ហើយបានប្រកាសប៉ុន្តែឥឡូវនេះកាលណាយើងប្រកាសគ្រាន់តែជាបេក្ខជនចូលឈ្មោះយើងប្រកាសមុនបានន័យថាបង្ហាញពីសច្ចរិតភាពនិងសេចក្តីស្មោះត្រង់របស់យើងចំពោះប្រជាពលរដ្ឋហើយពួកយើងប្រកាសហើយទោះបីយើងមិនជាប់ក្តីយើងជាប់ក្តីគឺយើងប្រកាសរួចស្រេចទៅហើយចំពោះអ្នកដែលមិនជាប់បានន័យថានឹងចង់បង្ហាញពីភាពស្មោះត្រង់របស់យើងចំពោះប្រជាជាតិចំពោះអ្នកជាប់ហ្នឹងបញ្ជាក់ថាខ្លួនឯងមិនជាប់ក៏ប្រកាសដែរដល់ប្រកាសទៅវាជាកម្រិតម៉ែត្រវាស់ស្ទង់មួយហើយចាប់ដើមពីចំណុចហ្នឹងទៅហើយដំបូងគេបំផុតពីរឿងហ្នឹងទៅហើយដល់ទៅពេលដែលយើងចាប់អាណត្តិឬក៏ចូលបំពេញភារកិច្ចបើទ្រព្យសម្បត្តិយើងមានភាពមិនប្រក្រតីអាហ្នឹងវាបង្ហាញឲ្យឃើញថាមានអំពើពុករលួយនៅទីនោះរួចស្រេចទៅហើយតំណាងរាស្ត្រក្តីសមាជិកព្រឹទ្ធសភាក្តីឬក៏អ្នកដែលមានចំណែកតួនាទីធំមួយចំនួនក្តីគាត់មិនមែនមានតួនាទីតែក្នុងតំណាងរាស្ត្រទេពេលក្រោយមកថាបើគណៈបកនឹងឈ្នះឆ្នោតអាចចេញពីតំណាងរាស្ត្រហ្នឹងគេចូលទៅជារដ្ឋមន្ត្រីនេះទៅជារដ្ឋមន្ត្រីនោះឧបនាយករដ្ឋមន្ត្រីនេះឧបនាយករដ្ឋមន្ត្រីនោះដែលអាហ្នឹងហើយជាកន្លែងមួយដែលគាត់មានឱកាសប្រព្រឹត្តអំពើពុករលួយបើសិនជាគាត់ចង់ប៉ុន្តែខ្ញុំអត់ចោទគាត់មានតំណែងហ្នឹងដើម្បីប្រព្រឹត្តអំពើពុករលួយទេប៉ុន្តែបើប្រព្រឹត្តអំពើពុករលួយអាហ្នឹងវាជាលក្ខណៈមួយដែលជាឱកាសមួយដែលគាត់អាចប្រព្រឹត្តបានដល់ប្រព្រឹត្តបានអញ្ចឹងទៅទ្រព្យសម្បត្តិរបស់ជាតិនឹងត្រូវបាត់បង់ដល់បាត់បង់ការអភិវឌ្ឍជាតិក៏គ្មានអីទាំងអស់ដែរហើយកាលណាក្នុងលក្ខណៈហ្នឹងមានន័យថាគាត់ជាមន្ត្រីមួយដែលមានគំនិតក្រងនឹងប្រព្រឹត្តអំពើពុករលួយរួចស្រេចទៅហើយបើក្នុងលក្ខណៈអញ្ចឹងបើសំពោះខ្ញុំអ្នកប្រកាសមុនគឺបង្ហាញពីសេចក្តីសច្ចរិតមានន័យថាម៉េចមានន័យថាគាត់បង្ហាញហើយបើមានលក្ខណៈអញ្ចឹងគឺថាអាចជាលេសមួយដើម្បីថាគាត់អាចប្រព្រឹត្តអំពើពុករលួយបាននៅថ្ងៃក្រោយទៀតអាហ្នឹងគឺថាវាសបញ្ជាក់អញ្ចឹងបានគឺហៅលក្ខខណ្ឌនៃសេចក្តីស្មោះត្រង់វាមានលក្ខណៈខុសគ្នាចំពោះអ្នកប្រកាសមុនចូលកាន់តំណែងប្រកាសមុនថាជាប់មិនជាប់និងប្រកាសដែលចូលកាន់តំណែងហើយវាមានលក្ខណៈខុសគ្នាកន្លែងហ្នឹងអញ្ចឹងចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ដែលមកពីគណៈបកសង្គ្រោះជាតិក្តីឬក៏បេក្ខជនតំណាងរាស្ត្រដែលមកពីគណៈបកសង្គ្រោះជាតិក្តីដើម្បីបង្ហាញពីភាពស្មោះត្រង់ចំពោះប្រជាជាតិហើយចង់បានការគាំទ្រពីប្រជាពលរដ្ឋគួរតែប្រកាសទ្រព្យសម្បត្តិមុនចូលកាន់តំណែងទោះបីខ្លួនជាប់ក្តីមិនជាប់ក្តីអានឹងគឺថាបញ្ជាក់ពីភាពនឹងហើយបើគ្មានតម្លាភាពទេដូចអាដាមលោកក៏យកបញ្ជាក់ហ្នឹងគឺថាគ្មានលទ្ធិប្រជាធិបតេយ្យអីទេមិនអាចទៅរួចទេអានេះគឺថាមានសារៈសំខាន់ត្រង់ដែលថាបង្ហាញពីភាពសុចរិតភាពហ្នឹងខ្ពស់ជាងការចូលកាន់តំណែងសូមសំណួរមួយទៀតចុងក្រោយសូមមួយទៀតបាទមានអ្នកខ្លះតំណាងរាស្ត្រខ្លះអ្នកនយោបាយខ្លះអ្នកធ្វើការរដ្ឋខ្លះសំខាន់ខ្លះគេយល់ថាគេអត់ហ៊ានចាប់ដើមប្រកាសទ្រព្យសម្បត្តិជាសាធារណៈទេដោយសារមូលហេតុខ្លះអ្នកខ្លះខ្លាចចោលប្លន់អ្នកខ្លះខ្លាចព្រោះពីផ្ទាល់ខ្លួនត្រូវបានគេដឹងអ្នកខ្លះមានមូលហេតុច្រើនដែលគាត់មិនចង់ប្រកាសតើលោកពូមានមតិបយ៉ាងម៉េចដែរចំពោះអ្នកដែលលើកមូលហេតុទាំងអស់ហ្នឹងបាទការដែលលើកមូលហេតុហ្នឹងជាច្រើនខ្ញុំលើកដែរប៉ុន្តែយើងត្រូវដឹងថាអ្នកនយោបាយជាបុគ្គលសាធារណៈមិនមែនបុគ្គលឯកជនទេហើយដូច្នេះរបស់អីជាសាធារណៈត្រូវតែគេដឹងអ្នកនយោបាយជាបុគ្គលសាធារណៈហើយដូច្នេះរបស់ដែលជីវិតរបស់អ្នកនយោបាយត្រូវតែលាតត្រដាងឲ្យគេដឹងដើម្បីប្រជាពលរដ្ឋប្រជាជាតិគេមានការវិនិច្ឆ័យទៅលើរបស់ខ្លួនបើយើងជាបុគ្គលឯកជនអ្នករស់ស៊ីអានេះជាការធម្មតាទេយើងអាចលាក់អាចអីបានជាការធម្មតាទេប៉ុន្តែយើងអ្នកនយោបាយបុគ្គលសាធារណៈ
យើងត្រូវប្រកាសឲ្យគេដឹងពីទ្រព្យសម្បត្តិរបស់យើងការដែលយល់លេសថាខ្លាចចោលប្លន់ខ្លាចគេដឹងនេះជាលេសមិនសមសួនជាអ្នកនយោបាយបើអញ្ចឹងខ្ញុំសូមអំពាវនាវអ្នកនយោបាយឈប់ធ្វើនយោបាយទៅនេះជាអ្នកនយោបាយដើម្បីរស់ស៊ីណាដើម្បីរស់ស៊ីដែរមិនមែនអ្នកនយោបាយដើម្បីប្រជាជាតិទេដើម្បីជាតិទេហើយដូច្នេះលេសថាចោលប្លន់ហ្នឹងកុំនិយាយសោះខ្មាស់គេខ្មាស់ដល់ប្រជាពលរដ្ឋដែលគេបោះឆ្នោតដល់យើងហ្នឹងគឺខ្មាស់គេកុំនិយាយអញ្ចឹងហើយតែពីព្រោះចោលប្លន់បើចោលចង់ប្លន់មិនបាច់យើងប្រកាសគេដឹងជីវិតរស់នៅរបស់យើងហើយពីដឹងគេហដ្ឋានការរស់នៅរបស់យើងការរស់នៅរបស់គ្រួសារយើងហេតុដូច្នេះការដែលលេសហ្នឹងគឺកេះលេសមួយមិនសមរម្យជាអ្នកនយោបាយហើយដូច្នេះខ្ញុំសូមអំពាវនាវអ្នកនយោបាយរបៀបនេះឈប់ធ្វើនយោបាយល្អជាជាងធ្វើនយោបាយនាំឲ្យខាត់ប្រយោជន៍ជាតិអរគុណចំពោះខ្ញុំការដែលអះអាងរបស់អ្នកនយោបាយឬក៏មន្ត្រីជាន់ខ្ពស់ថាខ្លាចគេដឹងទ្រព្យសម្បត្តិខ្លាចគេប្លន់ឬក៏អសន្តិសុខផ្ទាល់ខ្លួនហ្នឹងអាហ្នឹងវាជាសិទ្ធិផ្ទាល់ខ្លួនរបស់គេទេគេប្រកាសជាសាធារណៈក្តីគេប្រកាសយ៉ាងម៉េចក្តីអាហ្នឹងជាសិទ្ធិរបស់គេហើយច្បាប់ក៏មិនតម្រូវឲ្យគេប្រកាសជាសាធារណៈដែរប៉ុន្តែចំពោះខ្ញុំវិញខ្ញុំគឺថាបម្រើការងារសាធារណៈចង់បង្ហាញពីភាពស្មោះត្រង់ចំពោះប្រជារាស្ត្រនិងចង់ឲ្យសង្គមខ្មែរយើងមានការរីកចម្រើនខ្ញុំអត់ខ្លាចទេខ្ញុំប្រកាសទ្រព្យសម្បត្តិជាសាធារណៈហើយបើសិនជាអ្នកណាគេចង់ប្លន់អ្នកណាគេចង់អីអ្នកណាគេចង់ធ្វើបាបអីគេធ្វើបាបចោះខ្ញុំមិនបញ្ហាអីទេគេធ្វើអីធ្វើទៅខ្ញុំអ្នកខ្លះគេនិយាយថាគេសុខចិត្តដាក់ជីវិតដើម្បីជាតិមាតុភូមិរបស់គេប៉ុន្តែគ្រាន់តែថាប្រកាសទ្រព្យសម្បត្តិគេមិនហ៊ានផងអាហ្នឹងវាសបបញ្ជាក់ឲ្យឃើញយ៉ាងម៉េចស្រេចតែប្រជាពលរដ្ឋពិនិត្យឆាយចោះចំពោះខ្ញុំមិនខ្លាចទេពីណាគេចង់ធ្វើអីខ្ញុំក៏ធ្វើចោះខ្ញុំមិនខ្លាចទេហើយខ្ញុំជឿជាក់ថាប្រជាពលរដ្ឋនឹងគ្រប់គ្រងខ្ញុំនៅពេលណាដែលខ្ញុំមានសេចក្តីស្មោះត្រង់ចំពោះគាត់ស្មោះត្រង់ចំពោះជាតិប៉ុន្តែចំពោះចៅក្មួយដែលគេជាជនទុច្ចរិតនោះគេឃើញថាយើងមានទ្រព្យសម្បត្តិហ្នឹងគេចង់ធ្វើបាបយើងអាហ្នឹងក៏យើងត្រូវទៅលះបង់ដែរព្រោះសង្គមយើងមិនដឹងពីណាគេធ្វើអីខ្លះទេវាមានមនុស្សល្អប្រជាពលរដ្ឋដែលគេគ្រប់គ្រងយើងគេធ្វើអីយើងទេប៉ុន្តែមនុស្សទុច្ចរិតគេធ្វើបាបយើងក៏គេធ្វើទៅចោះមិនខ្លាចទេដើម្បីជាតិមាតុភូមិរបស់យើងហ្នឹងក៏គេធ្វើទៅចោះអាហ្នឹងគឺចំពោះរូបខ្ញុំហើយទីនេះដែរគឺថាដូចខ្ញុំបញ្ជាក់មិញអញ្ចឹងគឺថាសុខចិត្តលះបង់អ្វីៗដើម្បីជាតិប៉ុន្តែគ្រាន់តែប្រកាសទ្រព្យសម្បត្តិមិនហ៊ានធ្វើដែរហ្នឹងហើយបើចង់និយាយថាហេតុផលនេះហេតុផលនោះសពហេតុយ៉ាងអីយ៉ាងម៉េចទេខ្ញុំសូមជាឱកាសនេះលើកយកទ្រឹស្ដីជាសកលមួយចុះមកបញ្ជាក់ហើយក៏សូមមេត្តាអធិស្ឋានព្រោះខ្ញុំលើកពាក្យនេះមកហ្នឹងគេទៅសេជាភាសាអង់គ្លេសទេគេថា nothing is impossible to the willing man គេថាគ្មានអ្វីដែលធ្វើមិនកើតទេឲ្យតែមានឆន្ទៈអញ្ចឹងប្រកាសទ្រព្យសម្បត្តិហ្នឹងឲ្យតែយើងមានឆន្ទៈយើងធ្វើទៅកើតដែរយើងគ្មានខ្លាចអីទេខ្ញុំអត់ខ្លាចអីទេអញ្ចឹងគឺថាបើសិនជាប្រជាពលរដ្ឋដឹងថាយើងស្មោះត្រង់ចំពោះគាត់ចំពោះប្រជាជាតិក៏គាត់មិនធ្វើអីយើងដែរខ្ញុំគិតមើលថាចឹងទៅហើយចៅហ្នឹងក៏វាដឹងដែរដោយវាបញ្ជាក់ចឹងបើយើងមិនប្រកាសគេដឹងរួចស្រេចទៅហើយដោយកន្លងមកហ្នឹងតែងតែមានលើពាក្យថាមានរឿងអីហ្នឹងអ្នកខ្លះគេដឹងថាអូចំការអាមេរិកនៅទីនេះប្រហែលក៏ខ្ញុំដឹងផ្ទះនៅទីនេះក៏ខ្ញុំដឹងកន្លែងណាក៏មានដឹងឡានណាក៏មានដឹងរហូតដល់ដឹងពីប្រពន្ធចង់ទៀតដឹងទៀតចឹងគេមានគេរឿងអីទៅគេមិនដឹងទេយើងមិនប្រកាសក៏គេដឹងដែរអញ្ចឹងចំពោះខ្ញុំប្រកាសខ្ញុំអត់ខ្លាចទេពីណាគេចង់ធ្វើអីខ្ញុំក៏មិនដឹងធ្វើម៉េចទេខ្ញុំមិនមែនថាអំពាវនាវឲ្យគេមកធ្វើបាបខ្ញុំទេខ្ញុំចង់តែបានសេចក្តីសុខដូចតែគ្នាហ្នឹងប៉ិនបើក្នុងមានបំណងអាក្រក់អញ្ចឹងខ្ញុំមិនខ្លាចអីទេមកសូមអរយោបល់បាទសូមអរគុណគ្រូទាំងពីរបាទអរគុណបាទ